បាទសូមជម្រាបសួរសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកកាន់ Channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទទៅពេលនេះខ្ញុំក៏មានចំណេះដឹងមួយចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើសម្រាប់លក្ខខណ្ឌនៃការទទួលយកឱកាសការងារប្រទេសជប៉ុនវាមានភាពលំបាកឬក៏ងាយស្រួលបាទហើយសម្រាប់ការរៀបចំយ៉ាងណានោះសូមអញ្ជើញបងប្អូនទាំងអស់គ្នាទៅទស្សនានៅការបកស្រាយរបស់លោកគ្រូហងសម្បត្តិដែលជានាយកប្រតិបត្តិនៃសាលាភាសាជប៉ុនហត្ថរីទាំងអស់គ្នាបាទសូមអញ្ជើញធ្វើដំណើរដើម្បីបានការងារប្រទេសជប៉ុនទី1ឆ្លងកាត់ការរៀនសុភានរដ្ឋឯកសារយើងនិយាយពីរយៈពេលគឺនៅចន្លោះ6ខែសរុបអស់ហ្នឹងយើងមិនមែនតែគ្រាន់តែដាក់ពាក្យស្រាប់តែបានទៅទេណាមិនមែនគ្រាន់តែរៀនបានទៅទេគឺហើយមិនមែនតែសម្ភាសអត់រៀនបានទៅទេវាត្រូវឆ្លងកាត់រៀនសម្ភាសហើយនឹងរដ្ឋឯកសារណាតើតែឆ្លងកាត់បើទៅកូរ៉េដល់មានសម្ភារទេមែនទេប្រឡងមានតែប្រឡងទេណាប្រឡងបាទអញ្ចឹងដល់ពេលទៅជប៉ុនដំបូងគឺចង់កាត់រៀនសម្ភារនិងរត់ឯកសាររត់ឯកសារមិនតែរត់ណាវិរិយាប៉ុន្តែបើសម្ភារអត់ជាប់ក៏អត់បានរត់ដែរណាអញ្ចឹងអានឹងទៅចង់កាត់ទៅយូរប៉ុណ្ណឹងអត់យូរទេអត់ដូចកូរ៉េយូរទេណាហើយរៀននេះអត់មានថាតើតែរៀនជាប់វាអីអត់ទេណាសួរកន្លែងហ្នឹងចំណុចទី2ប្រាក់ចន្លោះ 5,000 ក្រសួងការងារកំណត់នៅចន្លោះប៉ុណ្ណាណាបាទនេះបាទហើយ 5,000 នេះសូមមើលអក្សរខាងក្រោយនេះតិចធនាគារផ្ដល់កម្ចី 5,000 ឲ្យមិនចាំបាច់មានទ្រព្យបញ្ចាំទ្រព្យធនាគារឲ្យធនាចំណុចទី3ត្រូវតែយើងដាក់ពាក្យតើតើមានអានឹងក្នុងខ្លួនមានឆន្ទៈស្រឡាញ់ចង់ទៅវិទ្យាល័យប្រកបសេចក្តីព្យាយាមវិរិយៈចន្ទៈនឹងមានន័យថាក៏តែយើងយកចិត្តទុកដាក់ដែរគេយកយើងទៅធ្វើការមិនជប៉ុនយកហើយយើងមកធ្វើលេងលេងគេបញ្ចុះវិញណាហើយក៏យើងមានចិត្តអភិវឌ្ឍរៀនឲ្យមានបញ្ញានិងមានចរិតល្អទៅហើយមានកម្លាំងខ្លាំងទៅដឹងតែបានធ្វើរហូតដល់យល់បានទេអាហ្នឹងយើងត្រូវដឹងហើយគ្រូសាត្រូវមានចូលរួមសាក់សីថ្ងៃនេះម្ដងថ្ងៃគិតតពីនឹងទៅសូមបងគ្រប់គ្រងបងរហូតទៅណាបាទកុំឲ្យគ្នាខូចចិត្តហើយធានាផងក្រិតពេលដៃអីដល់ពេលដែលគេរឿងគិតគូររឿងកម្ចីណាជួយធានាកូនផងណាលើកថាអត់មានប្លង់ក៏បានដែរលេងអត់ធានាណាមានណាធានាទៀតឲ្យខ្ញុំធានាមិនបានណាបាទហើយនឹងរួមគិតនៅពេលដែលគេត្រូវការទំនុកចិត្តនេះពេលជាប់ហើយគេត្រូវការទំនុកចិត្តពួកគេខ្លាចយើងវាមិននៅយើងត្រូវមានអីធ្វើម៉េចឲ្យគេមានទំនុកចិត្តហើយចាំជជែកគ្នាបន្តទៀតណាបាទហើយចុងក្រោយយើងបានបំពេញហើយគឺការរត់សុខភាពនឹងបែបទៀតនៅក្មេងអញ្ចឹងខ្ញុំធានា 100% ណា 100% បើមិនបានទេខ្ញុំជួយចេញលុយឲ្យទៅចំណូលណាទៀតធានា 100% ណាហើយបងគ្រប់គ្រងមែនតើណាសុំប៉ុណ្ណឹងគ្រប់គ្រងមែនតើទៅលេងដែរបានទេហើយដាក់ពេលទៅជប៉ុនគ្មានអីស្រួលជាងហ្នឹងទេហើយនៅទីនេះសូមបញ្ជាក់ថាយើងមានទីភ្នាក់ងារដែលជួយរកការងារទទួលស្គាល់ពីក្រសួងការងារហ្នឹងគឺថាចង់បានប្រមាណបានគាត់មកទៅដាក់ពាក្យឲ្យគាត់មកចូលរួមរកខ្ញុំហៅមកចូលរួមរកណាហើយកន្លែងរៀននឹងកន្លែងមួយទៀតអត់ឲ្យរៀនហ្នឹងទេតើតើណាបងហើយបងដាក់ពាក្យឲ្យបងជួបបញ្ហាកង្វះខាតទុនយើងហៅធនាគារមកចូលមកសិក្សាចាំទៅសិក្សាគេជិះម៉ូតូទៅទៀតនៅចំណុចយ៉ាងហ្នឹងណាបើនៅឆ្ងាយសាលាឃុំនៅចិត្តធម្មតាឆ្ងាយទេអញ្ចឹងណាជា3គីឡូទេ2គីឡូទេបាទដល់ខ្ញុំចឹងយកបញ្ចូលទៅប៉ុណ្ណឹងទេណាបាទឲ្យតែសុខភាពល្អនាំគ្នាមកធ្វើម៉េចមកចោះឈ្មោះទៅដាក់ចិត្តដាក់កាយទៅបាទដូច្នេះបងប្អូនទាំងអស់គ្នាបានទស្សនារួចមកហើយបានស្ដាប់រួចមកហើយនៅការបកស្រាយរបស់លោកគ្រូហងសម្បត្តិដែលជានាយកប្រតិបត្តិនៃសាលាភាសាជប៉ុនហត្ថរីដែលគាត់បានបកស្រាយអំពីថាតើលក្ខខណ្ឌក្នុងការទទួលយកឱកាសការងារប្រទេសជប៉ុននោះយ៉ាងណាបាទ
ហើយក៏សូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនគិតថាវីដេអូដែលខ្ញុំធ្វើនេះមានប្រយោជន៍សូមបងប្អូនទាំងអស់គ្នាជួយចុច like ជួយ subscribe ហើយនិងជួយ share ដើម្បីឲ្យប្រជាជនខ្មែរយើងបានដឹងអំពីព័ត៌មាននៃការងារប្រទេសជប៉ុននោះឲ្យបានទូលំទូលាយទាំងអស់គ្នាបាទ